តែអ្នកណាខ្លះកំពុងតែចង់បង្កើតអាជីវកម្មដែលប្រើប្រាស់ AI ឬកំពុងរៀបចំខ្លួនស្វែងរកទុនវិនិយោគដើម្បីពង្រីកក្រុមហ៊ុនរបស់អ្នកនៅក្នុងសប្តាហ៍នេះយើងមានកម្មវិធីធំៗចំនួន5ដើម្បីមកចែករំលែកជាមួយអ្នកទាំងអស់គ្នាសម្រាប់កម្មវិធីទី1គឺជាកម្មវិធី AI in Motion ដែលហៅកាត់ថា M កំពុងតែបើកទទួលពាក្យរហូតដល់ថ្ងៃទី20ខែសីហាខាងមុខនេះកម្មវិធីនេះនឹងជួយលោកអ្នកប្រែក្លាយគំនិតច្នៃប្រឌិតឲ្យទៅជាផលិតផលពិតប្រាកដមួយឬក៏ហៅថា MVP ដោយប្រើប្រាស់ចែកវិទ្យា AI ហើយអ្នកទាំងអស់គ្នាក៏មិនចាំបាច់មាន background ខាង coding ដែរហើយអ្នកទាំងអស់គ្នាក៏មានឱកាសក្នុងការ pitching ដើម្បីបង្ហាញគំនិតរបស់អ្នកទៅកាន់វិនិយោគិននៅថ្ងៃ Demo Day ផងដែរសម្រាប់ថ្ងៃទី20សីហានេះដូចគ្នាក៏មានកម្មវិធី Launching Workshop របស់ Startup Investment Package កុហកទី2នៃមូលនិធិអភិវឌ្ឍសហគ្រិនភាពឬហៅកាត់ថា EDF អ្នកទាំងអស់គ្នាអាចចុះឈ្មោះចូលរួមកម្មវិធីនេះដោយឥតគិតថ្លៃដើម្បីយល់ដឹងពីលក្ខខណ្ឌនៃការដាក់ពាក្យស្វែងយល់ពីឱកាសវិនិយោគនិងរៀនពីបទពិសោធន៍ផ្សេងៗពីធុរកិច្ចថ្មីដែលទទួលបានការបណ្ដាក់ទុនកាលពីរដូវកាលទី1ផងដែរឱកាសចុងក្រោយនៅក្នុងការដាក់ពាក្យសម្រាប់កម្មវិធី Asian Korea AI Youth Festa ឆ្នាំ2026នឹងបិទទទួលពាក្យនៅថ្ងៃទី21ខែសីហាខាងមុខនេះហើយសម្រាប់ធុរកិច្ចថ្មីផ្នែក AI ឬក៏យុវជនដែលមានគំនិតច្នៃប្រឌិតផ្នែកនវានុវត្តន៍ក្រុមដែលជ្រើសរើសនឹងអាចចូលរួមវគ្គ Acceleration Online ការតបភ្ជាប់ទំនាក់ទំនងជាមួយនឹង Venture Capital និងរង្វាន់ធំគឺដំណើរកម្សាន្តទៅប្រកួតវគ្គ Final នៅឯប្រទេសហ្វីលីពីនហើយដំណើរកម្សាន្តនេះក៏មានការ free ទៅលើសំបុត្រយន្តហោះនិងកន្លែងស្នាក់នៅផងដែរព្រមទាំងមានប្រាក់រង្វាន់រហូតដល់$20000ថែមទៀតផងសម្រាប់កម្មវិធីទី4គឺជាកម្មវិធី Innovate Cambodia Accelerator Program batch ទី3គឺនឹងបិទទទួលពាក្យនៅថ្ងៃទី21ខែសីហានេះដូចគ្នាសម្រាប់ធុរកិច្ចថ្មីដែលចង់ពង្រីកខ្លួននេះគឺជាឱកាសទទួលបានការប្រឹក្សាយោបល់ពី mentor អាជីពបណ្ដាញវិនិយោគិននិងការតភ្ជាប់ទៅកាន់ប្រព័ន្ធ Ecology ធុរកិច្ចថ្មីសកលរបស់ Plug and Play ផងដែរចុងក្រោយបង្អស់គឺជាកម្មវិធី SME Fundraising Program ឆ្នាំ2026គឺកំពុងជ្រើសរើសសហគ្រាសធុនតូចនិងមធ្យមដែលត្រៀមខ្លួនរួចជាស្រេចនៅក្នុងការទទួលយកទុនក៏បិទទទួលពាក្យនៅថ្ងៃទី21ខែសីហាខាងមុខនេះដែរសហគ្រាសដែលចូលរួមនឹងទទួលបានការបណ្ដុះបណ្ដាលការគាំទ្របច្ចេកទេសនិងការតភ្ជាប់ផ្ទាល់ជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីទទួលបានប្រភពទុនដើម្បីពង្រីកអាជីវកម្មរបស់ពួកគាត់បើសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ទៅលើកម្មវិធីណាមួយដែលបានរៀបរាប់ខាងលើនេះ link ចុះឈ្មោះគឺមាននៅលើ caption. I see you guys for the next opportunity